លើវិធានីធន់តែយ៉ាងគេដាក់ចុះដាក់ចុះខ្សែហ្មងតែដៃចេះមកនេះខ្សែវិធានីជាទូកតាមទៅឡើងគឺមិនចង់មើលថ្ងៃនេះមកដល់កន្លែងទិញស្រូវហើយបងប្អូនចាថ្ងៃមុនគ្រាន់តែមកដើរមើលថ្ងៃនេះមកដល់បានទិញបានសម្រាប់ហើយនិយាយថាមកដល់មកផ្ទះវិញហាលពេញមកផ្ទះហ្មងបងប្អូនហើយស្រូវច្រើនណាស់ស្រូវគាត់ច្រូតដៃអញ្ចឹងណាអីតែវាជ្រុះអស់វាលេងជ្រុះហើយហើយមកទិញស្រូវសារនេះហើយរៀងច្រើនតិចហើយបងប្អូនចាដាក់មួយឡានពេញហ្មងហើយយើងក៏បានព្រោះគ្នាមកច្រើនដែរអញ្ចឹងណាចាបានជួលឡានគេមកហើយយើងទិញឲ្យច្រើនហើយទៅកុំឲ្យខាត់ជើងឡានចាហើយខ្ញុំមិនដាក់ទៅពុកអ្នកលើកនេះទៅគាត់ថាមកបេវិញធន់ខ្លាំងហើយបងប្អូនដល់គ្នាហើយបងប្អូនគាត់មើលមកបេហ្នឹងឡើង70គីឡូ70គីឡូចាមកបេ60ជាងហើយបេណាធំទៅ70គីឡូអញ្ចឹងទៅចាគាត់លីឡើងទៅថាឲ្យពូចំណែកពូនេះវិញគាត់លីទៅខ្សុយចាគាត់ទួយតែមានទេតែគាត់លីដូចស្រាស្កើអញ្ចឹងគាត់ថាគាត់ជំនាញរបស់គាត់ហើយស្រូវហ្នឹងមកបេវាធ្ងន់ណាស់បងប្អូនដោយសារតែស្រូវគេច្រូតដៃអញ្ចឹងណាហើយវាមានសម្ដីអញ្ចឹងវាមានតែក្របស្រូវអញ្ចឹងវាមានទម្ងន់រៀងធ្ងន់ចាទម្ងន់រៀងធ្ងន់ហ្នឹងមិនសើមទេណាបងប្អូនចាគឺស្រូវស្ងួតខ្ញុំបានឆែកមើលហើយថាគឺស្រូវវាស្ងួតប៉ុន្តែគាត់វាមានទម្ងន់ធ្ងន់ដោយសារតែវាមានសិតតែក្របស្រូវដោយសារគេបកគេអីស្អាតអញ្ចឹងណាបងប្អូនចាដោយសារបោកម៉ាស៊ីនណា